យើងមកមើលទាំងអស់គ្នាថាតើម៉ាស៊ីន NLF សម្រាប់ screening ពិនិត្យសុខភាពយើងមកទូខ្លួនណាដែលវាដំណើរការដោយការចាប់ frame កង់នៅលើខ្លួនយើងដោយបញ្ចេញតាមរយៈ frame កង់នៅលើដៃឬក៏ក្បាលយើងហ្នឹងតើមានការហាមឃាត់នៅក្នុងចំណុចណាខ្លះដែលយើងមិនអាចធ្វើការ scan បានអញ្ចឹងចំណុចទី1គឺក្មេងអាយុក្រោម13ឆ្នាំគឺអត់អាច scan បានទេហើយទី2គឺអ្នកដែលគាត់មានដាក់បេះដូងដាក់ pacemaker នៅលើបេះដូងគាត់អញ្ចឹងអាហ្នឹងជាសារធាតុដែកដែលដាក់នៅលើបេះដូងឬក៏បងប្អូនសួរខ្ញុំថាដាក់កងនៅក្នុងស្បូនតើអាច scan បានទេ scan បានតែកន្លែងស្បូនយើងឬក៏កន្លែងដែលយើងមានធាតុដែកហ្នឹងវាអាចធ្វើឲ្យលទ្ធផល scan ហ្នឹងវាអត់ចេញសុខភាពរបស់វាទេអាចធ្វើឲ្យការផ្ដល់សញ្ញានៅលើម៉ាស៊ីនហ្នឹងគឺអាចខុសនៅចំណុចដែលយើងបានដាក់របស់ដែកនៅក្នុងហ្នឹងទី3គឺអ្នកដែលគាត់មានផ្ទៃពោះស្ត្រីដែលអ្នកមានផ្ទៃពោះគេអត់ recommend ឲ្យយើងធ្វើការ scan ទេទី4អ្នកដែលគាត់មានសរីរាង្គដាក់សរីរាង្គបញ្ចូលឧទាហរណ៍គាត់ដាក់កលៀនគាត់មានកលៀនផ្សេងដែលគាត់ transplant មកលើសរីរាង្គគាត់ណាគាត់ដាក់សរីរាង្គអ្នកដទៃមកលើសរីរាង្គគាត់ហើយមួយទៀតគឺពាក់ព័ន្ធអ្នកដែលគាត់មានជំងឺឈួតជ្រូកបានតែយើងខ្មែរយើងហៅថាឈួតជ្រូក epilepsy ហ្នឹងគឺការប្រកាច់ដោយសារ epilepsy ហ្នឹងក៏គេមិន recommend ឲ្យយើង scan ដែរហើយអ្នកដែលគាត់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយគាត់មានបញ្ហា depression បាក់ទឹកចិត្តឬក៏ធ្ងន់ធ្ងរជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយអ្នកដែលគាត់មានសាច់ដុំកត្រាក់ដូចជាមានការកន្ទ្រាក់ឬក៏ក្នុងស្ថានភាពមួយដែលឈឺធ្ងន់ធ្ងរអញ្ចឹងគេអត់ recommend ឲ្យយើងធ្វើការ scan ទេអញ្ចឹងចំពោះបងប្អូនដែលមានអាការៈដូចខ្ញុំបានរាយរាប់ហ្នឹងមិនមែនថា scan ទៅវាឆក់វាអីទេគឺធ្វើឲ្យការផ្ដល់រលកសំឡេងហ្នឹងវាអត់ច្បាស់ទៅលើសរីរាង្គដែលយើងមានបញ្ហាហ្នឹងឯងអរគុណ